ដំណាំស្វាយចន្ទទី1សេចក្តីផ្ដាំស្វាយចន្ទទីជាដំណាំយកផ្លែនិងគ្រាប់ដំណាំនេះមិនមែនមានតែក្នុងប្រទេសកម្ពុជាយើងទេគឺមាននៅគ្រប់ប្រទេសតំបន់ត្រូពិកជាច្រើនបានដាំដំណាំនេះហើយគេបានធ្វើការអភិវឌ្ឍដំណាំនេះផងដែរព្រោះបច្ចុប្បន្នសេចក្តីត្រូវការលើផលិតផលនៃដំណាំស្វាយចន្ទទីកំពុងកើនឡើងជាលំដាប់ហេតុដូច្នេះហើយបានជាក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទមានផែនការជំរុញឲ្យកសិករខិតខំដាំដុះដំណាំនេះឲ្យបានច្រើនជាអតិបរមាដើម្បីបម្រើសេចក្តីត្រូវការហូបចុកនៅក្នុងប្រទេសនិងធ្វើការនាំចេញទៅក្រៅប្រទេសថែមទៀតស្របតាមយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល2ស្ថានភាពដំណាំស្វាយចន្ទទីនៅកម្ពុជាដំណាំស្វាយចន្ទទីជាប្រភេទដំណាំដែលគេដាំតាមតំបន់ខ្ពង់រាបនិងវាលទំនាបដែលពុំលិចទឹកស្ទើរគ្រប់ខេត្តក្រុងក្នុងប្រទេសកម្ពុជាដែលមានផ្ទៃដីដាំដុះចំនួន66,513 ហិកតាស្ថិតិកសិកម្ម2009 3លក្ខណៈរូបសាស្ត្ររបស់ដើមស្វាយចន្ទទី 3,1 ដើមស្វាយចន្ទទីមានសាច់ឈើរឹងមធ្យមនិងមានសម្បកពណ៌ត្នោតប្រផេះជាចុងក្រោយសូមពងម៉ែបងប្អូនជួយចុច Subscribe Channel YouTube របស់ខ្ញុំម្នាក់មួយផងការបង្កើត Channel នេះឡើងក្នុងគោលបំណងចែករំលែកនូវចំណេះដឹងក៏ដូចជាឯកសារដែលពាក់ព័ន្ធទៅនឹងវិស័យកសិកម្មសូមអរគុណ